សួស្តីបងអូនបាទលោកគ្រូថ្ងៃនេះចង់សម្ភាសជាមួយបងអូនបន្តិចតាក់ទងទៅនឹងផលជះមួយចំនួនដែលលោកគ្រូចង់លើចេញពីបងអូនណាអញ្ចឹងជាបឋមលោកគ្រូចង់ដឹងថាពេលដែលបងអូនមកសម្ភាសហ្នឹងតើបងអូនមានសុំការអនុញ្ញាតពីឪពុកម្ដាយទេដើម្បីឲ្យលោកគ្រូអាចប្រើប្រាស់រូបថតឬមួយក៏រូបភាពដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយតើមានការអនុញ្ញាតហើយនៅបងអូនបាទលោកគ្រូមានហើយណាអញ្ចឹងរាល់ការសម្ភាសឬក៏ព័ត៌មានដែលទទួលពីបងអូនបើសិនជាបងអូនអនុញ្ញាតឲ្យលោកគ្រូអាចប្រើប្រាស់រូបភាពនឹងបានណាទាំងសម្លេងទាំងអីបានមែនទេបងអូនបាទអរគុណច្រើនអញ្ចឹងសំណួររបស់លោកគ្រូតើបងអូនមកពីណារស់នៅភូមិណាហើយមានមុខនីតិជាអ្វីសូមអញ្ជើញជំរាបសួរខ្ញុំបាទឈ្មោះជឿនរាយុទ្ធមានអាយុ19ឆ្នាំសប្តាហ៍ខ្ញុំរស់នៅភូមិសូរិយាឃុំអង្ដោស្រុកបេស្ដេចខេត្តព្រៃវែងខ្ញុំសប្តាហ៍ជាសិស្សរៀនថ្នាក់ទី12នៃវិទ្យាល័យមិត្តភាពខ្មែរជប៉ុនដឹងមូលហេតុអ្វីដែលបងអូនស្គាល់អង្គការ Women ឬមួយក៏ក្លឹបកុមារបាទលោកគ្រូមុនដំបូងដែលខ្ញុំស្គាល់ក្លឹបកុមារនេះគឺដោយសារតាមរយៈមិត្តភ័ក្តិរបស់ខ្ញុំគាត់បានណែនាំឲ្យខ្ញុំចូលរួមក្នុងក្លឹបកុមារដើម្បីលំបាត់ការរើសអើងអញ្ចឹងព្រោះយើងពីពលខ្ញុំមកពីមុនគឺជាមនុស្សម្នាក់ដែលមានមនោភេទជាមនុស្សប្រុសតែរាងកាយចិត្តនឹងជាមនុស្សស្រីបងអូនជួយរៀបរាប់មើលថាតើកន្លងមកហ្នឹងបងអូនមានការរើសអើងពីមិត្តភ័ក្តិពីក្រុមគ្រួសារពីសហគមន៍របស់បងអូនទេពីមុនមកកន្លងមកបាទលោកគ្រូពីមុនមកហ្នឹងនៅក្នុងគ្រួសារក៏ដូចជាសាលារៀនឬក៏សហគមន៍គឺតែតែមានការរើសអើងទៅលើខ្ញុំច្រើនមុនដំបូងខ្ញុំសូមនិយាយក្នុងគ្រួសារនោះកាលពីមុនហ្នឹងខ្ញុំជាមនុស្សម្នាក់ដែលរស់នៅក្នុងគ្រួសារដែលគាត់គៀបសង្កត់ច្រើនអំពីការមិនពេញចិត្តទៅលើភេទរបស់ខ្ញុំដែលកើតមកជាដែលគេហៅថាជាភេទទី3លោកគ្រូគាត់មិនពេញចិត្តខ្ញុំទេដែលកើតមកជាភេទទី3គាត់តែងតែនិយាយស្ដីឬក៏ពាក្យប្រើប្រាស់ពាក្យមិនសមរម្យទៅលើខ្ញុំផ្សេងតែពេលនោះធ្វើឲ្យខ្ញុំបាក់ទឹកចិត្តពេលខ្លះខ្ញុំកាត់មកចឹងតែខ្ញុំអត់មានបង្ហាញទេខ្ញុំពេលនោះខ្ញុំអត់ទាន់មានការយល់ដឹងច្រើនទៅខ្ញុំអត់មានការបង្ហាញអ្វីទាំងអស់គឺខ្ញុំលាក់បាំងខ្លួនឯងមិនហ៊ានប្រាប់គេថាខ្ញុំជាភេទទី3ហើយនៅក្នុងសាលារៀនមិត្តភ័ក្តិតែងតែរើសអើងខ្ញុំតែខ្ញុំកាត់មកអញ្ចឹងគឺគេអត់សូវប្ររពខ្ញុំឬក៏ពេលខ្លះសូម្បីតែអង្គុយមួយគ្នាក៏គាត់មិនចង់អង្គុយមួយខ្ញុំដែរថាខ្ញុំជាភេទទី3អញ្ចឹងគ្រូហើយក្នុងសហគមន៍អញ្ចឹងពេលខ្លះអ្នកផ្សេងឬក៏អ្នកគ្រូអញ្ចឹងគាត់តែងតែរើសអើងមានការរើសអើងខ្ញុំថាគាត់បងរៀនអញ្ចឹងគឺគាត់តែនិយាយខ្ញុំអីចឹងទូតែប្រើប្រាស់ពាក្យស្ដីមិនសមរម្យថាពេលខ្លះគាត់យកភេទរបស់ខ្ញុំទៅលេងសើចជាការកប្លែងឬការមានសំណោចអញ្ចឹងលោកតែនៅពេលដែលខ្ញុំបានស្គាល់ក្លឹបកុមារហើយមុនដំបូងហ្នឹងខ្ញុំមិនដឹងទេថាកុមារជាអ្វីតែនៅពេលមួយនោះមិត្តភ័ក្តិរបស់ខ្ញុំបានណែនាំខ្ញុំឲ្យចូលក្លឹបនោះដោយសារតែក្លឹបនោះវាបើកចំហផ្សេងឲ្យយើងជាសមត្ថភាពរបស់យើងលោកគ្រូដល់ពេលតាំងពេលដល់មកខ្ញុំផ្លាស់ប្ដូរច្រើនតាំងពីមុនមកនេះខ្ញុំជាមនុស្សម្នាក់ដែលមិនបង្ហាញភាពពិតរបស់ខ្ញុំថាខ្ញុំជាទី3លោកគ្រូពេលហើយនៅពេលដែលខ្ញុំបានចូលក្នុងក្លឹបកុមារនេះហើយធ្វើឲ្យខ្ញុំមានចិត្តក្លាហាននិងបង្ហាញអ្វីដែលជាខ្លួនឯងដូចជាកាលមុនខ្ញុំជាភេទទី3តែខ្ញុំអត់បង្ហាញគេទេថាខ្ញុំជាភេទទី3ឬក៏លាក់លៀមឬផ្សេងជំនាញខ្លួនអីចឹងពេលខ្លះមិនឲ្យម៉ែខ្ញុំដឹងផងនៅពេលដែលខ្ញុំចូលក្លឹបកុមារនឹងហើយគឺសមត្ថភាពរបស់ខ្ញុំគឺកើនឡើងច្រើនដោយសារតែខ្ញុំជាមនុស្សដែលមានសមត្ថភាពរៀងច្រើនណាស់តែដល់ពេលនៅក្នុងពេលដែលខ្ញុំអត់ទាន់បានចូលក្នុងក្លឹបកុមារនេះគឺខ្ញុំអត់បង្ហាញអ្វីទាំងអស់ខ្ញុំលាក់លៀមមិនឲ្យគេដឹងព្រោះខ្ញុំជាមនុស្សខុសភេទតែដល់ពេលដែលខ្ញុំចូលក្នុងក្លឹបកុមារនឹងហើយគឺធ្វើឲ្យខ្ញុំបញ្ចេញសមត្ថភាពខ្ញុំទាំងប៉ុន្មានគឺបញ្ចេញនឹងអស់ឲ្យមហាជនបានមើលហើយអ្វីដែលច្រើនទៀតនោះគឺពីមុននៅក្នុងសហគមន៍ឬក៏គ្រួសារមានការរើសអើងទៅលើខ្ញុំមិនថាតាណៃគឺខ្ញុំមិនសូវពេលតែពេលខ្លះគឺខ្ញុំអត់សូវហ៊ានទៅពីផ្ទះដោយសារតែមានការរើសអើងច្រើនពេក
ពេលខ្លះខ្ញុំទីតកាយទៅគិតថាហៅតែពាក្យមិនសមរម្យទៅលើខ្ញុំពេលខ្លះខ្ញុំយកពាក្យគេមកគិតហ្នឹងគឺធ្វើឲ្យខ្ញុំអត់សប្បាយចិត្តពេលខ្លះតូចចិត្តនឹងខ្លួនឯងដែលកើតមកមានមុខគេខុសគេតែនៅពេលដែលខ្ញុំបានចូលក្នុងក្លឹបកុមារនឹងហើយខ្ញុំលែងខ្លាចអ្វីទាំងអស់ខ្ញុំអាចសម្រេចសិទ្ធិរបស់ខ្ញុំបានគ្មានអ្នកណារារាំងទឹកខ្ញុំបានទេគឺខ្ញុំរស់ជាខ្លួនឯងមិនឲ្យអ្នកណាមកគេសម្បត្តិលើខ្ញុំបានទេហើយក៏មិនឲ្យអ្នកណាមកលៀបពណ៌លើខ្ញុំដែរនៅពេលដែលបងអូនបាក់ទឹកចិត្តមុនដំបូងហ្នឹងសួរថាតើបងអូនមានបានគិតទៅលើអបាយមុខណាដូចជាចង់ធ្វើជាអត្តឃាតឬក៏ស្អីទេបងគ្រូពេលមុនដំបូងហ្នឹងគឺខ្ញុំមានការបាក់ទឹកចិត្តខ្លាំងហ្នឹងគឺខ្ញុំថាពេលខ្លះហ្នឹងគឺខ្ញុំបាក់ចិត្តខ្លាំងដល់ថ្នាក់ថាលែងចង់រស់លោកគ្រូលក្ខណៈថាកើតមកចង់ខុសគេពេលខ្លះហ្នឹងម៉ែគាត់លក្ខណៈថាក្នុងគ្រួសារហ្នឹងគាត់ថាដាក់សម្ពាធឲ្យខ្ញុំខ្លាំងពេកថាឃើញកូនគេអញ្ចឹងជាប្រុសចំប្រុសស្រីចាំស្រីតែដល់ពេលខ្ញុំកើតមកអញ្ចឹងវាអត់ចំភេទដែរគ្រូតាមដល់ពេលអញ្ចឹងទៅវាធ្វើឲ្យខ្ញុំលក្ខណៈថាអាណិតគាត់ផងឬក៏ខាងខ្លួនឯងផងដែរកើតមកមិនត្រូវភេទនឹងគេពេលខ្លះខ្ញុំចង់អូខេសំណួរមួយទៀតបងអូនណាជាលទ្ធផលចុងក្រោយសួរថាមកដល់ពីមុនរហូតដល់ឥឡូវនេះតើពួកគាត់បានផ្លាស់ប្ដូរអេរិយាបថនៅឧទាហរណ៍ដូចជាឪពុកម្ដាយរបស់បងអូនពីមុនគាត់ធ្លាប់តែរੂរទាំដាក់បងអូនឬក៏ដៀលបងអូនប្រុសមិនចំប្រុសស្រីមិនចំស្រីអញ្ចឹងចុងក្រោយនោះគាត់ឥឡូវគាត់មានការគ្រប់គ្រងបងអូនក្នុងការបង្ហាញភេទ 100% ឲ្យពួកគាត់ទេគាត់មានរੂរទាំទៀតទេឬមួយក៏គាត់គ្រប់គ្រងបងអូននៅបងអូនបានគ្រូការមុនដំបូងហ្នឹងគាត់មិនពេញចិត្តតែដល់ពេលឥឡូវនេះតាំងពីនៅក្នុងចូលក្លឹបកុមារហ្នឹងហើយគាត់មានការស្វែងយល់ខ្លាំងអំពីក្លឹបហ្នឹងគឺគាត់ពីមុនគាត់ឃើញខ្ញុំបែបហ្នឹងគឺគាត់តែត្រៀមបន្តតែដល់ពេលឥឡូវគាត់មិនដែលបន្តតែមិនថាគាត់មិនថាមិនអត់សុទ្ធទេលក្ខណៈថាគាត់តិចខ្លាំងដែរលោកគ្រូដោយការតែគាត់ឃើញយើងចុះក្នុងក្រុមហ្នឹងហើយគឺគាត់ថាមិនមានតែយើងតែគឺគេច្រើនណាស់ដែលមានសភាពដូចយើងហើយនៅពេលដែលខ្ញុំបានចូលនឹងហើយគឺគាត់តែងតែពីខ្លះគាត់សរសើរថាចូលខាងនេះចឹងទៅដើម្បីលំបាត់ការអាំងផងតែដល់ពេលឥឡូវហ្នឹងគឺគាត់ទទួលបានការយកដឹងជន់អំពីក្លឹបកុមារទៅធ្វើឲ្យគាត់រៀនបើកចិត្តទទួលស្គាល់បន្តិចបន្តបន្តិចទៅចឹងមានន័យថាស្របសក្តីទៅឥឡូវនេះបងអូនទទួលបានជោគជ័យលើខ្លួនឯងហើយបងអូនលែងបាក់ទឹកចិត្តហើយទៅឯងបងអូនមានការបាក់ទឹកចិត្តទៀតទេឬមួយក៏ឥឡូវនេះបងអូនរីករាយនឹងអ្វីសប្បាយចិត្តនឹងអ្វីដែលបងអូនមានសម្រាប់ខ្លួនឯងហើយបងអូនអាចមានជំនាញអ្វីខ្លះបងអូនរាយរ៉ាំតិចបានលោកគ្រូនៅពេលឥឡូវនេះខ្ញុំលែងបាក់ទឹកចិត្តដូចមុនហើយថាខ្ញុំស្គាល់ពុកខាងក្រៅដោយសារតែខ្ញុំបានចូលក្នុងក្លឹបលោកគ្រូពេលចឹងហើយនៅពេលដែលខ្ញុំធ្វើអ្វីមួយខ្ញុំលែងគិតទៅលើអ្នកណាផ្សេងថាអ្នកណាពេលឯងឃើញទីអត់អីអត់បានអីចឹងទេគឺខ្ញុំធ្វើអីខ្ញុំធ្វើហ្នឹងហើយគ្រូហើយពេលដែលខ្ញុំចូលក្លឹបហ្នឹងហើយហ្នឹងគឺខ្ញុំមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលសាច់ការងារមួយវិញគឺมันមានផលប៉ះពាល់ដល់អ្នកផ្សេងហ្នឹងលោកគ្រូហើយជំនាញដែលខ្ញុំមានសប្តាហ៍ថ្ងៃហ្នឹងមានដូចជាការ make up និងការច្នៃម៉ូដនិងការដើមម៉ូដនេះគឺជាការពេញចិត្តរបស់បងអូនណាហើយកន្លងមកថាបងអូនមានដូចថាជាចំណេះដឹងនៅក្នុងការបង្រៀនឬក៏បង្ហាត់តាក់ទងទៅនឹងជំនាញដែលបងអូនចេះហ្នឹងទៅដល់អ្នកណាខ្លះហើយពួកគាត់ពេញចិត្តទេបានលោកគ្រូជំនាញដែលខ្ញុំអាចបានបងរៀនពួកគាត់បានហ្នឹងគឺការដើមម៉ូដពេលគាត់សិស្សគាត់ចង់ទៅប្រកួតនៅខេត្តដល់ពេលចឹងទៅគាត់ក៏អាចតាក់ទងមកខ្ញុំតើជំនាញនេះបងអូនទៅរៀនផ្ទាល់ឬក៏បងអូនស្រាវជ្រាវពីខាងណាដែលអាចថាបងអូនចេះជំនាញហ្នឹងគឺខ្ញុំមានដុំពីកំណើតលោកគ្រូដល់ពេលខ្ញុំមានដុំពីកំណើតហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមហាត់រហូតហាត់ដើរឬក៏អាចនឹងមើលគេខ្លះទៅគឺខ្ញុំចេះខ្លួនឯងដល់ពេលចឹងទៅខ្ញុំអាចខ្លួនឯងខ្ញុំអាចយកចំណេះដឹងការដើរហ្នឹងគឺទៅបង្ហាត់មនុស្សចំនួនថ្មីឬក៏សិស្សដែរជាចុងក្រោយបងអូនមានអ្វីជាពាក្យផ្ដាំផ្ញើទៅដល់យុវជនយុវនារីដែលគេថាមិនមានការភេទក៏គេថាកុមារដទៃហ្នឹងយ៉ាងម៉េចដែរផ្ដាំផ្ញើយ៉ាងម៉េចដែរដើម្បីកុំឲ្យគាត់មានការរិះគន់អីចឹងគ្រូជាចុងក្រោយហ្នឹងខ្ញុំសូមផ្ដាំទៅដល់កុមារឬក៏មិនទាំងអស់គ្នាដែលមានគំនិតភេទដូចខ្ញុំដែលមានការខុសភេទពីគេសូម
ទទួលយកខ្លួនឯងជាខ្លួនឯងកុំស្ដាប់ឲ្យអ្នកដទៃខ្លួនឯងជាអ្វីពេលខ្លះយើងតែសួរខ្លួនឯងថាខ្លួនឯងជានរណាមកពីណាហើយអនាគតចង់បានអ្វីកុំស្ដាប់ឲ្យអ្នកដទៃកុំឲ្យអ្នកដទៃលៀបពណ៌មកលើយើងថាយើងចេញចោលជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលឲ្យតែហាត់រៀនខ្ញុំហើយខ្ញុំឬក៏ទទួលស្គាល់ភេទរបស់ខ្ញុំ បាទចុងក្រោយនេះលោកគ្រូគ្រាន់តែបញ្ជាក់ថាលោកគ្រូនៅអង្គការពុកមែនទទួលជំនួយដើម្បីអនុវត្តគម្រោងហ្នឹងពីអង្គការពីមូលនិធិស៊ុយអែតាមរយៈអង្គការ Save the Children អញ្ចឹងបងអូនអាចមានអ្វីជាពីអរគុណទៅដល់ពីស្ថាប័ននឹងដែរទេ បាទលោកគ្រូសូមអរគុណទៅដល់អង្គការមួយនេះដែលធ្វើឲ្យក្នុងសង្គមមួយនេះបំបត្តិការរើសអើងភាគច្រើនថាខ្ញុំអញ្ចឹងជាមុនដំបូងការរើសអើងច្រើនខ្លាំងដល់ពេលតាំងស្គាល់នឹងហើយគឺខ្ញុំការរើសអើងនឹងកាត់បាត់ខ້ອຍវារៀងច្រើនដែរលោកគ្រូជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់ម្ចាស់មូលនិធិស៊ីដានិងអង្គការ Save the Children និងអង្គការ Women ដែលបានផ្ដល់ឱកាសឲ្យខ្ញុំ